Việt Nam nâng tình dồn họ 50 គ្រឿងបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារអាកាសចរក្រុមហ៊ុនអាកាសចរវៀតណាមនឹងទិញយន្តហោះចំនួន50 គ្រឿងបន្ថែមទៀតដើម្បីតម្រូវការអបបរមាណទីផ្សារអាកាសចរក្នុងប្រទេសនេះបើយោងតាមប្រធានក្រុមហ៊ុនអាកាសចរវៀតណាមបានបញ្ជាក់នៅថ្ងៃទី 16 ខែឧសភានេះកាលពីចុងខែមុនរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនអាកាសចរវៀតណាម Airlines សម្រាប់យន្តហោះតួតូចចង្អៀតមិនមានសុវត្ថិភាពចំនួន50 គ្រឿងបន្ទាប់មកក្រុមហ៊ុនអាកាសចរគម្រោងនឹងទិញយន្តហោះ Airbus A320 neo ឬ Boeing 737 MAX ចំនួន50 គ្រឿងនិងម៉ាស៊ីន10 គ្រឿងក្នុងឆ្នាំនេះក្រុមហ៊ុនអាកាសចរវៀតណាមនឹងបើកនិងបន្តជើងហោះហើរអន្តរជាតិចំនួន15ឡើងវិញបច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរមានយន្តហោះជាង100 គ្រឿងដែលក្នុងនោះមានយន្តហោះតូចចង្អៀតចំនួន65 គ្រឿងទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុនបានព្យាករណ៍ថានៅឆ្នាំ2030នឹងត្រូវការយន្តហោះតូចចង្អៀតចំនួន95 គ្រឿងយន្តហោះតួធំទូលាយ37 គ្រឿងនិងយន្តហោះ ATR ចំនួន5 គ្រឿងនៅឆ្នាំ2035ក្រុមហ៊ុនអាកាសចរវៀតណាមនឹងត្រូវការយន្តហោះតួតូចចង្អៀតចំនួន112 គ្រឿងនិងយន្តហោះតួធំទូលាយចំនួន52 គ្រឿងគួរបញ្ជាក់ផងដែរថាបើក្រុមហ៊ុនផលិតមិនអាចប្រគល់យន្តហោះនេះទៅឲ្យក្រុមហ៊ុនអាកាសចរវៀតណាមក្នុងឆ្នាំ2030ទេនោះក្រុមហ៊ុន Vietnam Airlines អាចនឹងជួលយន្តហោះបន្ថែមទៀតក្នុងឆ្នាំ2027និងឆ្នាំ2028